យើងចាប់ផ្ដើមបង្កើត website ដែលឥតគិតថ្លៃដែលបើយើងមិនចាំបាច់ចំណាយលុយប្រចាំខែដើម្បីបង់ទៅកាន់ថ្លៃ hosting អញ្ចឹងណាអញ្ចឹងសម្រាប់ទាំងអស់គ្នាដែលមានពេលទនេឬក៏ចង់បង្កើនប្រាក់ចំណូលបន្ថែមជាមួយនឹង Google Lesson គឺយើងអាចបង្កើតនៅ website free ដែលឥតគិតថ្លៃយើងមិនចាំបាច់ចំណាយលុយប្រចាំខែឬក៏ប្រចាំឆ្នាំទៅលើ hosting ទេយើងចំណាយលុយតែទៅលើ domain name និង template ម្ដងទៅគឺជាការស្រេចទេអញ្ចឹងដូចតគ្នាបានដឹងស្រាប់ហើយថា Google Lesson គឺយើងអាចបង្កើនប្រាក់ចំណូលបន្ថែមមិនថាយើងបង្កើតជាមួយ Google Lesson ដើម្បីភ្ជាប់ទៅកាន់ YouTube ឬក៏ទៅកាន់ website ទេអញ្ចឹងណាអញ្ចឹងសម្រាប់ទាំងអស់គ្នាដែលមានពេលទនេហើយចង់បង្កើតនៅប្រាក់ចំណូលបន្ថែមយើងមានផ្លូវពីរសម្រាប់ Google Lesson ទី1គឺយើងបង្កើត content បង្ហោះនៅលើ YouTube ទី2គឺយើងបង្កើត content ដើម្បីបង្ហោះនៅលើ website គឺយើងសរសេរជាអត្ថបទទេឬក៏យើងជាប្រភេទ website ដែលយើងចង់បង្កើតឲ្យផ្សេងៗចឹងទៅសម្រាប់អ្នកដែលគាត់ចេះតែសេរកូដឬក៏យើងចង់បង្កើត website ដែល content ងាយៗគឺខ្ញុំនឹងចែករំលែកជាបន្តបន្ទាប់ប៉ុន្តែដូចតគ្នាបានដឹងហើយខ្ញុំនឹងមុននឹងចូលទៅដល់ប្រធានបទរបស់យើងគឺខ្ញុំនឹងចែករំលែកវគ្គកញ្ចក់ខ្លីមួយនៅពេលដែលយើងចង់ចាប់ផ្ដើមធ្វើអ្វីមួយគឺយើងចាប់ផ្ដើមពីជំហានដំបូងយើងនៅពេលដែលយើងចាប់ផ្ដើមពីជំហានដំបូងយើងទទួលទាំងបទពិសោធន៍យើងទទួលបានទាំងចំណេះដឹងធ្វើឲ្យយើងមានឱកាសដើម្បីទទួលបានលទ្ធផលល្អនៅពេលខាងមុខក៏ប៉ុន្តែបើសិនជាយើងចាប់ផ្ដើមឡើងគឺយើងចាប់ផ្ដើមពីជំហានខ្ពស់តែម្ដងគឺយើងត្រូវចំណាយលុយទៅលើ hosting ចំណាយលុយទៅលើ WordPress hosting ជាច្រើនទៀតអញ្ចឹងយើងចំណាយលុយច្រើនពេលខ្លះធ្វើឲ្យយើងខាតបង់ខាតទាំងពេលវេលាទៀតក៏ប៉ុន្តែបើសិនជាសម្រាប់អ្នកដែលមិនចង់ចំណាយលុយច្រើនចំណាយលុយតែបន្តិចបន្តួចទាំងអ្នកអាចមើលវីដេអូនេះបានហើយចំណាយលុយបន្តិចបន្តួចគឺមិនមែនចំណាយលុយមកលើខ្ញុំទេគឺចំណាយលុយទៅលើទាំងអស់គ្នាទិញ domain name ឬក៏ទិញ template អីទេអញ្ចឹងគឺសម្រាប់ទាំងអស់គ្នាទៅដែរទេហើយសម្រាប់វីដេអូនេះគឺខ្ញុំចែករំលែកដែលឥតគិតថ្លៃអញ្ចឹងសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមមកចាប់ផ្ដើមជាមួយនឹងខ្ញុំអញ្ចឹងជាប្រធានបទរបស់យើងគឺបង្កើត blogger ដែលឥតគិតថ្លៃយើងត្រូវមានអញ្ចឹងដូចតែគ្នាបានដឹងហើយថា Blogger សម្រាប់អ្នកដែលយើងហៅថា MMO រកលុយតាមអនឡាញអញ្ចឹងយើងចង់សាងប្រាក់ចំណូលបន្ថែមយើងមានពេលវេលាយើងមិនថាយើងធ្វើ content អ្វីទេឬក៏យើងរកលុយជាមួយនឹង platform ផ្សេងៗទេគឺយើងរកលុយតាមជាមួយនឹងយើងរកលុយតាមអនឡាញគឺមានពេលវេលាយើងធ្វើទៅទោះបីជាវាមិនបានលទ្ធផលខ្ពស់ដែលយើងចង់បានក៏យើងបានបទពិសោធន៍ដែរអញ្ចឹងណានឹងគឺជាការចែករំលែករបស់ខ្ញុំតោះឥឡូវយើងចូលមកប្រធានបទរបស់យើងហើយវីដេអូចាប់ផ្ដើមដំបូងនេះគឺខ្ញុំមាន8ចំណុចដូចតែគ្នាបានឃើញនៅលើ banner នៅខាងមុខទាំងអស់គ្នាហ្នឹងគឺនៅក្នុងវីដេអូនេះអញ្ចឹងគឺមាន8ចំណុចទី1យើងត្រូវតែមាន Gmail របស់ Google អញ្ចឹង Gmail ទាំងអស់គ្នាប្រកាសជាមានហើយមែនអត់បងប្អូនគ្នាបើក YouTube មកគឺបងប្អូនគ្នាមាន Gmail ហើយទី2បងប្អូនគ្នាត្រូវតែបង្កើតគណនីនៅលើ Blogger អញ្ចឹង Blogger នេះគឺជាផលិតផលឬក៏យើងហៅថាជា platform របស់ Google យើងអាចមកភ្ជាប់ដើម្បីក្លាយទៅជា website ដែលឥតគិតថ្លៃមិនចាំបាច់បង់លុយប្រចាំខែទេទី4យើងទិញទម្រង់ Blogger template ស្អាតៗយកមកកែលម្អបន្ថែមអញ្ចឹងយើងយកមករចនាកែលម្អបន្ថែមហ្នឹងទៅអញ្ចឹងបើសិនជាយើងមិនចង់ទិញ template ទេគឺយើងអាចប្រើប្រាស់ template ដែលមានស្រាប់ដែល blogger បានដាក់ឲ្យតែគាត់គាត់ថាវាអត់សូវស្អាតអញ្ចឹងណាហ្នឹងហើយទី5គឺយើងបង្កើតមាតិកាដើម្បីបង្ហោះនៅលើគេហទំព័រ blogger របស់យើងចឹងមិនថាយើងបង្កើតជា content ជាអត្ថបទព័ត៌មានឬក៏ជាប្រភេទរឿងភាគឬក៏ជាប្រភេទ website ផ្សេងៗទៀតទេដែលយើងចង់ធ្វើក៏ប៉ុន្តែការបង្ហាញរបស់ខ្ញុំនៅក្នុងវីដេអូបន្តទៀតគឺខ្ញុំនឹងបង្ហាញអំពីការបង្កើត content ងាយៗទេអញ្ចឹងណាហ្នឹងហើយបើសិនជាយើងបង្កើតជាលក្ខណៈ website ផ្សេងៗទៀតគឺវាឡើងស្មុគស្មាញហើយបើវងកញ្ចក់បន្តិចគឺភាសាខ្មែរគឺអត់ support ជាមួយនឹង Google Lesson សម្រាប់ website ទេទី6គឺយើងបង្កើតគណនី Google Analytics ដើម្បីតាមដាននៅអ្នកដែលចូលទស្សនានៅ website របស់យើងអញ្ចឹងទី7គឺយើងបង្កើតគណនី Google Search Console ដើម្បីយើងភ្ជាប់ហេតុអ្វីបានយើងត្រូវបង្កើតចំណុចទី6និងទី7ព្រោះទី6ទី7គឺជាសំខាន់តងទៅនឹងការស្នើ apply Google Lesson ដើម្បីដាក់ពាណិជ្ជកម្មនៅលើ website របស់យើងនិងចុងក្រោយគឺយើងបង្កើតគណនី Google Lesson ដើម្បីភ្ជាប់រកលុយជាមួយនឹង blogger website របស់យើងអញ្ចឹងសម្រាប់ Google Lesson នៅពេលដែលអ្នកនរធ្វើពីជំហានទី1ដល់ជំហានទី7រួចហើយចាំបង្កើត Google Lesson តាមក្រោយក៏មិនទាន់ហួសពេលដែរខ្ញុំរំពឹងថាអ្នកនរនឹងអ្វីដែលខ្ញុំចាប់ផ្ដើមពីក្បាលវីដេអូនេះក៏អ្នកនឹងប្រហែលជាអាចស្វែងយល់បានអាចទទួលបាននៅអ្វីដែលខ្ញុំបានចែករំលែកនេះតោះឥឡូវទី1គឺយើងហើយនេះគឺយើងបន្តមកទៀតមានវីដេអូបន្តគឺទិញ domain name ទិញទម្រង់ template ឬក៏យើងបង្កើតមាតិកាបង្កើត Google Analytics បង្កើតគណនី Google Search Console ចុងក្រោយបង្កើត Lesson គឺមានជាបន្តបន្ទាប់តែយើងចាប់ផ្ដើមពីជំហានដំបូងដោយខ្ញុំបាននិយាយអញ្ចឹងយើងចាប់ផ្ដើមពីជំហានដំបូងគឺយើងទទួលបានទាំងបទពិសោធន៍ទាំងចំណេះដឹងជំហានទី1បើសិនជាអ្នកនរអត់មាន Gmail ទេអ្នកនរអាច scroll នៅខាងក្រោម channel របស់ខ្ញុំគឺខ្ញុំធ្លាប់បានធ្វើវីដេអូនេះតែវីដេអូនេះវារៀងយូរឆ្នាំដែរហើយអញ្ចឹងអ្នកនរអាចទៅស្វែងរកវីដេអូផ្សេងទៀតបាននៅលើ YouTube ដែរគឺមានច្រើន
វីដេអូដែលបង្រៀនអំពីការបង្កើត Gmail នេះគឺមានច្រើនអញ្ចឹងខ្ញុំអត់ទីមួយគឺខ្ញុំរំលងចោលខ្ញុំគ្រាន់តែប្រាប់អ្នកនរគ្នាប៉ុន្តែខ្ញុំអត់បានធ្វើជាជំហាននៅ playlist មួយនេះទេអញ្ចឹងយើងចូលទៅចំណុចទី2តែម្ដងយើងទៅចាប់ផ្ដើមជាមួយគ្នាដើម្បីបង្កើតអញ្ចឹងយើងទាំងគ្នាបើជានេះហើយយើងចូលមកកាន់ browser មកយើងចូលមកកាន់ Chrome មកហើយយើងធ្វើ Google យើងដាក់ blockchain ហើយយើងចុចបើកតែម្ដងមកបន្ទាប់មកទៀតដោយអ្នកគ្នាបានឃើញគឺខ្ញុំអត់ទាន់បានបង្កើត sign up ទេអញ្ចឹងគឺអ្នកគ្នាចូលមក sign up ជាមួយនឹងបើសិនជានៅក្នុងជ្រុងរបស់គ្នាមាន email ស្រាប់ហើយអ្នកគ្នាគ្រាន់តែចុចភ្ជាប់មកជាការបើអត់ទាន់មានតែបន្ទាប់ពីយើងចុចភ្ជាប់ជាមួយនឹង Gmail របស់យើងហើយយើងចូលមកកាន់ដាក់ចំណងជើង website របស់យើងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះតាគេអាត្រមខ្ញុំចូល LinkedIn ចឹងតាមឈ្មោះ channel របស់ខ្ញុំណាខ្ញុំឧទាហរណ៍ហើយអ្នកគ្នាដែលស្រឡាញ់អីដាក់ហ្នឹងមកអូខេតមកទៀតដោយត្រង់អ្នកបានឃើញនេះគឺជាអាស័យដ្ឋានជាមួយនឹង blogspot.com អញ្ចឹងវាអត់សូវទំនើបទេប៉ុន្តែយើងនឹងជំហានបន្តទៀតដើម្បីឲ្យស្អាតឥឡូវខ្ញុំដាក់ថាចូល DN ខ្ញុំឧទាហរណ៍បើអ្នកស្រឡាញ់ពាក្យមួយណាដាក់មួយហ្នឹងមកណាអញ្ចឹងណាបើសិនជាវាអត់ចេញពណ៌ក្រហមមានន័យថាវាអត់ទាន់ឈ្មោះគេទេតែបើវាចេញពណ៌ក្រហមយើងថែមអីមួយទៀតមកដើម្បីឲ្យវាចេញជាបាត់ពណ៌ក្រហមចាយើងចុច next មកហើយតមកទៀតយើងដាក់ឈ្មោះ display name អញ្ចឹងមានតែឈ្មោះតែយើងខ្ញុំដាក់ថា JD ចឹងមកJD ចឹងមកខ្ញុំឧទាហរណ៍ខ្ញុំសេកាត់ទេអូខេបន្ទាប់មកនេះគឺយើងបានគោលការណ៍យើងបានសម្រេចហើយទាំងការបង្កើតគណនី blockchain ក៏បានឃើញគឺនេះគឺ blockchain ដែលយើងបានបង្កើតមិញវាមានទម្រង់មិនមានស្មុគស្មាញដូចនឹង WordPress ទេអញ្ចឹងណាអញ្ចឹងសារដែលចង់ចាប់ផ្ដើម WordPress គឺអាចចាប់ផ្ដើមបានក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងថា WordPress យើងត្រូវតែបង់លុយទៅលើ hosting ជាប្រចាំខែបើសិនជាយើងជាលក្ខណៈពេញជាលក្ខណៈ website ដែលមាន domain name ដែលយើងស្រេចហើយជាប់ជាមួយ .com .net អីផ្សេងៗអញ្ចឹងណាហ្នឹងហើយចឹងទីពីរគឺ state អានេះខ្ញុំនឹងអឺសម្រាប់វីដេអូនេះគឺខ្ញុំនឹងរៀបរាប់ខ្លីៗឲ្យทุกគ្នាដែលទើបតែចាប់ផ្ដើមថ្មីឬក៏ទើបតែកំពុងតែចាប់ផ្ដើមហើយមិនគាត់មិនទាន់ច្បាស់អញ្ចឹងណានឹងខ្ញុំនឹងចែកម្លែកទី1គឺ post ទី2គឺ view ក៏ប៉ុន្តែយើងអត់ទាន់មានទិន្នន័យទេទី3គឺ comment នៅលើ content របស់យើងទី4គឺ earning អញ្ចឹងតោះតែយើងបង្កើត Google AdSense ទើបយើងអាចឆ្លប់បានក៏ប៉ុន្តែស្រាប់កន្លែងការរកប្រាក់នេះគឺយើងទុកពេលក្រោយកន្លែងនេះគឺ page ចឹង page នេះខ្ញុំនឹងបង្ហាញនៅពេលក្រោយនៅពេលដែលយើងទិញ template នៅពេលដែលយើងទិញ domain name ហើយយើងទិញ template ហើយនេះគឺ layout ទម្រង់ layout ដែលមានស្រាប់គឺអត់ស្អាតទេនេះគឺជាកន្លែងដែលយើងបដូរcode template ហើយនេះគឺជា setting មួយចំនួនដែលយើងត្រូវដាក់ដូចថា website របស់យើងនិយាយអំពីអីនិយាយអំពីបន្ទាប់ពីយើងបំពេញ description ហើយគឺយើងបំពេញប៉ុណ្ណឹងហើយដូចថាវាblockchain របស់ខ្ញុំនៅពេលទៅទៀតខ្លះទៅជា website យើងនិយាយអំពីខាងការ share វីដេអូដើម្បីចែកចម្លែកក្នុងការលក់តាមអនឡាញអញ្ចឹងយើងចុច share មកប៉ុណ្ណឹងហើយបន្តមកទៀតបើសិនជាអ្នកនរគ្នាចង់ឃើញ template ឬក៏យើងហៅថា theme ដែល Google ឲ្យស្រាប់ហ្នឹងគឺមានប៉ុណ្ណឹងយើងអាចអស់រកមើលមកដូចយើងឆ្លាញ់មួយណាយើងចុចស្លេចយកមួយហ្នឹងមកណានឹងវាមានប៉ុណ្ណឹងប៉ុន្តែវាអត់សូវស្អាតទេអញ្ចឹងឃើញអត់បើអ្នកនរគ្នាចង់បានtheme ស្អាតៗគឺមានវីដេអូបន្ទាប់ប៉ុន្តែវីដេអូបន្ទាប់នេះគឺខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងការទិញ domain name ដែលមានតម្លៃធូរថ្លៃសិនហើយបន្តមកទៀតបើយើងកែយើងទិញ template ដាក់មកយើងកែទៅវារួចរាល់តែម្ដងយើងអត់ចាំបាច់កែលើក្រោយទៀតប៉ុន្តែបើសិនជាយើងអត់ចង់បានទិញ template ទេគឺយើងក៏អាចរើសនៅ theme នេះបានដែរបើយើងស្រេចមួយនេះយើងចុចពីលើហ្នឹងយើងចុច apply មកយើងបានហើយយើងមើល blockchain របស់យើងទម្រង់នេះគឺវាអត់ទាន់មានអីទេដោយសារតែយើងអត់ទាន់ផុសអីអញ្ចឹងណាហ្នឹងហើយនឹងគឺជាជំហានដំបូងអូខេយើងនឹងជួបគ្នានៅវីដេអូទី2ទាក់ទងទៅនឹងការទិញ domain name មែនយើងជួបគ្នាវីដេអូទី2ទាក់ទងទៅនឹងការទិញ domain name ដើម្បីភ្ជាប់ជាមួយនឹង blockchain website របស់យើងអញ្ចឹងដូចបញ្ជាក់ម្ដងទៀត blockchain មួយនេះគឺយើងអត់ចាំបាច់ទៅចំណាយលុយទៅលើ hosting ទេបើគ្នាយើងប្រើប្រាស់ជាមួយនឹង platform ផ្សេងដូចជា WordPress ក៏ platform ផ្សេងទៀតគឺយើងតែចំណាយលុយដើម្បីទៅជា website យើងត្រូវតែចំណាយលុយទៅលើ hosting អូខេយើងនឹងជួបគ្នានៅវីដេអូក្រោយ